មួយឆ្នាំមានម្ដងទិញឲ្យកូនហូបឲ្យស្គាល់រសជាតិខ្ញុំក៏នឹកស្មានថាកូនវុតនឹងចេះញ៉ាំផ្លែគុយដែរបងប្អូនអើយពួកឲ្យវាជូរអែមណាផ្លែខ្លះក៏វាជូរខ្លាំងមែនតែនផ្លែខ្លះវាជូរមានជាតិហើយកូនវុតចេះញ៉ាំជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនណាបានទិញផ្លែគុយនៅផ្លូវជាតិលេខ5គុយអ្នកកំពង់ឆ្នាំងណាចាគុយខាងកំពង់ឆ្នាំងគឺថាឆ្ងាញ់ណារសជាតិរបស់វាគឺថាជូរអែមមានទឹកដមតែម្ដងបាត់ពិសោធន៍របស់ខ្ញុំធ្លាប់ញ៉ាំផ្លែគុយនឹងចំនួន3 ខេត្តកំពង់ឆ្នាំង2ខេត្តកោះកុងនៅស្រុកថ្មបាំង3ខេត្តសៀមរាបប៉ុន្តែរសជាតិផ្លែគុយដែលឆ្ងាញ់ជាងគេហ្នឹងគឺថាមានតែខេត្តកំពង់ឆ្នាំងទេលោកអើយមិនថាផ្លែតូចឬក៏ផ្លែធំទេរសជាតិរបស់វាគឺថាជូរអែមទឹកដមផ្អែមមានជាតិតែម្ដងមួយឆ្នាំមានម្ដងកំពង់ស្ពឺស្កាត់ទៅកំពង់ឆ្នាំងឆ្លងកាត់តំបន់គុយហើយចាំកាលដាក់ប៊ីចេងរបស់ម៉ែអ៊ីទៅតាមបុកអំបិលហូបដល់កំពង់ឆ្នាំងឃើញមុខកូនវុតជូរឡើងហួញប៉ុន្តែអត់ទេណាខ្ញុំមកផ្លែកូនវុតមកផ្លែខ្ញុំមកផ្លែកូនវុតមកផ្លែនិយាយទៅប្រាប់ថាផ្លែគុយកូនវុតអត់ស្គាល់ផ្លែគុយទេកូនវុតហៅថាផ្លែអាជូរអែមអាផ្លែជូរអែមឆ្ងាញ់ណាម៉ាក់ញ៉ាំតាំងមិនទាន់បានបុកអំបិលម្ទេសណភ្លក់តេះតាមផ្លូវមករហូតរាំតែមកដល់ម្ទេសផ្ទះអ៊ំអាវុតអ៊ុយក្រែហ្នឹងគឺថាវាភ្លក់តាមពីលើម៉ូតូហ្នឹងអស់ជាងពាក់កណ្ដាលញ៉ាំបដៅឲ្យមេដៃមេជើងដល់កយដោយសារតែរសជាតិរបស់វាគឺថាឆ្ងាញ់មែនតើហើយសម្រាប់គុយខ្ញុំហូបតាំងសបកតាច់ក៏ហូបសបកក៏ហូបពួកអីវាជាប្រភេទថ្នាំជំនួយគ្រឿងក្នុងខ្លាំងណាជំនួយកាពះនិយាយថាអត្ថប្រយោជន៍របស់ផ្លែគុយគឺថាមហាសាលតែម្ដងមកបើនិយាយពីតម្លៃញាក់សាច់ធឺតតែម្ដងនិយាយពីថាថ្លៃជាងតរ៉េនកាល2018 19ខ្ញុំធ្លាប់លើកគុយពីខាងកំពង់ឆ្នាំងហ្នឹងទៅលក់តាមអនឡាញមកចកោខ្ញុំលើកមកតែ 4000 5000ទេបងប្អូនបើនិយាយទៅកន្លះគីឡូគឺតម្លៃត្រឹមតែ 3-4000 ទេយកទៅលក់ចេញបោះដុំបន្តមួយទៀតអញ្ចឹងគឺថាស្រួលលក់ដោយសារតែតម្លៃក៏ធូរហើយគុយក៏ល្អកំងចង់បានអាបែបណាគឺបានបែបហ្នឹងបើបច្ចុប្បន្ននេះគឺថាពិបាកណាស់ពិបាកជាងគេហ្នឹងគឺត្រង់តែថាតម្លៃវាថ្លៃ1គីឡូ 40000 បច្ចុប្បន្ននេះគ្រាន់ចុះកន្លែងខ្លះ 45000 ដូចកន្លែងដែលខ្ញុំទិញហ្នឹងគឺ1គីឡូ 40000ស្រាប់តែម៉ូតូមួយទៀតមកដល់1គីឡូ 45000អ្នកលក់មិនបានទេមើលតែថាអ្នកទិញធ្វើដំណើរហ្នឹងរៀងកលិបដែរអញ្ចឹងណាក៏កាត់ថ្លៃរៀងច្រើនរៀងរោគរ៉ាក់ទៅក៏កាត់តម្លៃរៀងល្មមដែរអញ្ចឹងទៅអរគុណលោកតាលោកយាយពុកម៉ែបងប្អូនដែលតែងតែតាមដានគាំទ្ររាល់សកម្មភាពវីដេអូរបស់ម៉ែកូនខ្ញុំតាំងពី0វិនាទីរហូតដល់ចុងបញ្ចប់នៃវីដេអូសម្រាប់លោកតាលោកយាយដែលចូលចិត្តមើលសកម្មភាពខ្ញុំដើរព្រៃឡើងភ្នំអីបន្តិចទៀតនឹងមានចេញคลิปបែបសានកំសាន្តបែបធម្មជាតិព្រៃភ្នំអីដោយសារឥឡូវគឺថាភ្លៀងធ្លាក់មកខ្លាំងមកចូលឆ្នាំនេះមានផ្កាចន់ដើកដោះហើយនឹងមានផ្សិតព្រៃមានតពាំងភ្លើងមានអីដោះខ្ញុំឯងនឹងកូនវុតនឹងឡើងភ្នំផ្ដិតយកទិដ្ឋភាពសបាយចែកជូនពុកម៉ែបងប្អូនទស្សនា